ខ្ញុំឃើញសាធារណជនយើងមានភាពច្របូកច្របល់ក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនគាត់ច្របូកច្របល់តាក់ទងទៅនឹងការដោះលែងនៅវីរៈកងទ័ពទាំង18នាក់របស់យើងខ្ញុំបានផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងសន្តិភាពកន្លះឡាំពួរនេះតាំងពីក្រោយថ្ងៃសញ្ញេនៅកិច្ចព្រមព្រៀងនេះរយៈពេល3ថ្ងៃបាទគឺខ្ញុំបានចេញវីដេអូនេះនៅថ្ងៃទី29ខែតុលា2025ឯណោះបានបញ្ជាក់អំពីគេហៅថាផែនការសកម្មភាពបាទដែលក្នុងការអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពកន្លះឡាំពួរនេះគឺមានដាក់ចេញនៅផែនការសកម្មភាព4ដំណាក់កាលដែលក្នុងនោះមានផែនការសកម្មភាពបន្ទាន់ឬក៏ហៅថាធ្វើភ្លាមៗគេហៅ immediate action plan ផែនការសកម្មភាពរយៈពេលខ្លីផែនការសកម្មភាពរយៈពេលមធ្យមហើយនិងផែនការសកម្មភាពរយៈពេលយូរខ្ញុំបញ្ជាក់ទាំង4ដំណាក់កាលនេះហើយការដោះលែងនៅទីវីរៈកងទ័ពរបស់យើងនេះគឺមាននៅក្នុងផែនការបន្ទាន់បាទសកម្មភាពបន្ទាន់គេហៅ immediate action plan ខ្ញុំបានបរិយាយហើយគឺមានរយៈពេលក្រោម1ខែបាទប៉ុន្តែយើងម្នាក់តែងតែជ្រួលច្បល់ណាបាទជ្រួលច្បល់មែនទែនជ្រួលច្បល់នោះដោយសារតែថៃបាទបានប្រើប្រាស់នៅកងទ័ពទាំង18នាក់របស់យើងនេះជាសម្ពាធចង់បាននេះចង់បាននោះចង់បានប្រាសាទតាកបីដូចជាលក្ខខណ្ឌផ្សេងឯណោះបាទប៉ុន្តែទោះជាយ៉ាងណាខ្ញុំមើលឃើញថានៅក្នុងផែនការសកម្មភាពនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរនេះគឺភាគីថៃមិនហ៊ានរំលោភទេបាទគឺនឹងត្រូវអនុវត្តក្នុងការរំសាយនៅអាវុធធុនធ្ងន់ឥឡូវយើងបានធ្វើ2ដំណាក់កាលរួចមកហើយក៏ដូចជាការត្រូវតែដោះលែងនៅវីរៈកងទ័ពទាំង18នាក់របស់យើងក្រោមរយៈពេល1ខែដែលមាននៅក្នុងផែនការសកម្មភាពរយៈពេលបន្ទាន់នេះដូច្នេះទេយើងបានដឹងហើយព័ត៌មានពីខាងថៃពីខាងក្រសួងការបរទេសពីខាងថ្នាក់ដឹកនាំថៃផ្សេងទៀតសារព័ត៌មានផ្សេងរបស់ថៃគឺបញ្ជាក់ហើយបាទគឺនឹងត្រូវដោះលែងវីរៈកងទ័ពរបស់យើងនៅថ្ងៃទី12ខែវិច្ឆិកា2025ខាងមុខនេះដែលសមស្របទៅនឹងផែនការសកម្មភាពដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដូច្នេះទេសូមសាធារណជនបាទមេត្តាកុំជ្រួលច្របល់ហើយខ្ញុំជឿជាក់ថាថៃនឹងមិនហ៊ានរមើលទេបាទពីព្រោះថាកិច្ចព្រមព្រៀងសន្តិភាពនេះហើយនឹងផែនការសកម្មភាពនេះគឺមានការចុះហត្ថលេខារវាងសមាជិកកម្ពុជាថៃហើយនឹងមានការចុះហត្ថលេខាសាក្សីពីមហាអំណាចសហរដ្ឋអាមេរិកលោក Donald Trump ហើយនឹងលោក Anwar Ibrahim ដែលជាប្រធានអាស៊ានបាទដូច្នេះទេយើងកុំជ្រួលច្របល់ហើយរងចាំតាមដាននៅការអនុវត្តហើយនឹងកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការអនុវត្តទៅលើកិច្ចព្រមព្រៀងសន្តិភាពកន្លះឡាំពួរក៏ដូចជាការអនុវត្តនៅផែនការសកម្មភាពដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពកន្លះឡាំពួរនេះដូច្នេះទេខ្ញុំក៏សំណូមពរដល់បណ្ដាញសារព័ត៌មានដោយសារតែខ្ញុំមិនមែនជាអ្នកល្បីហើយខ្ញុំនិយាយទៅគ្មានអ្នកស្ដាប់ហើយព័ត៌មាននេះគឺល្អបាទខ្ញុំនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពកន្លះឡាំពួរនេះនិយាយអំពីផែនការសកម្មភាពទាំងនេះហើយបងប្អូនចាំពិនិត្យមើលតាមដានមើលទៅបាទទៅលើការអនុវត្តទៅលើផែនការសកម្មភាពដែលមានក្នុងកិច្ចព្រមព្រៀងនេះតើវាសមស្របទៅតាមផែនការសកម្មភាពសមស្របទៅនឹងគេហៅថា timeline កាលវេលាដែលបានអនុម័តដែលបានឯកភាពជាមួយគ្នាដែរឬទេបាទដូច្នេះទេវីរៈកងទ័ពរបស់យើងគឺពិតណាស់នឹងត្រូវដោះលែងក្រោមរយៈពេល1ខែហើយដោយខាងថៃបានបញ្ជាក់គឺបាននឹងត្រូវដោះលែងនៅថ្ងៃទី12ខែវិច្ឆិកាខាងមុខនេះពិតប្រាកដបាទដូច្នេះទេយើងត្រូវជឿជាក់បាទទៅលើប្រមុខដឹកនាំរដ្ឋាភិបាលរបស់យើងក្នុងការអនុវត្តក្នុងការប្រឹងប្រែងទាមទារឲ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងសន្តិភាពក៏ដូចជាផែនការសកម្មភាពដែលបានឯកភាពជាមួយគ្នានេះហើយដោយសារតែបញ្ហានេះវាពាក់ព័ន្ធនឹងបញ្ហាជាតិបញ្ហាសាធារណជនបាទការយល់ដឹងអំពីព័ត៌មានហើយនឹងធ្វើការតាមដាននៅការអនុវត្តនៅកិច្ចព្រមព្រៀងនិងផែនការសកម្មភាពនៃកិច្ចព្រមព្រៀងដូច្នេះទេខ្ញុំប្រឹងប្រែងក្នុងការស្រាវជ្រាវនៅឯកសារហើយយកមកផ្សព្វផ្សាយជូនបងប្អូនយើងបាទទោះបីជាមិនមានយ៉ាងណាក៏ដោយការធ្វើដំណើរក្តីនៅក្នុងឡានក្តីបាទគឺខ្ញុំព្យាយាមផ្សព្វផ្សាយបាទតែហេតុតែខ្ញុំមិនមែនជាអ្នកល្បីគឺព័ត៌មានដែលខ្ញុំនិយាយនេះវាមានសារៈសំខាន់ប៉ុន្តែមិនសូវមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយបាទដូច្នេះទេសង្ឃឹមថាបណ្ដាញសារព័ត៌មានយើងនឹងជួយផ្សព្វផ្សាយឲ្យបងប្អូនយើងស្ងប់ចិត្តឲ្យបងប្អូនយើងយល់ដឹងអំពីព័ត៌មានអំពីការអនុវត្តនៅផែនការសកម្មភាពដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរបាទហើយធ្វើការតាមដានទាំងអស់គ្នាកុំនាំគ្នាច្របូកច្របល់បាទត្រូវជឿជាក់លើក្រមការដឹកនាំរបស់ប្រមុខ